ធ្វើអំពើល្អអ្នកដែលយើងធ្វើទៅឲ្យជួនកាលមិនបានសងមកយើងទេប៉ុន្តែមានអ្នកផ្សេងសងមកយើងជំរាបសួរអរគុណមិញនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការជជែកគ្នារវាងប៉ានិងខ្ញុំនៅក្នុងប្រធានបទថ្មីដែលនិយាយអំពីបប្រតិបត្តិគុណធម៌ទាំង8នៃព្រះសម្មាសម្ពុទ្ធប៉ាកូនចង់ឲ្យប៉ាថ្ងៃនេះជួយបញ្យល់ប្រធានបទបដិបត្តិគុណធម៌ទាំង8នៃព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធរបស់យើងគឺជាព្រះបរមគ្រូចា៎មានន័យថាគុណធម៌ឬក៏យើងគិតនិយាយថាសិលធម៌ឬក៏ការទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធមានលក្ខណៈជាសកលមិនគិតថាសម្រាប់តែយើងជាពុទ្ធសនិកជននេះមានន័យថាមនុស្សដែលកាន់សាសនាពុទ្ធទេគឺគ្រប់ដណ្ដប់ទាំងអស់លើសកលលោកក្នុងនោះគឺគេនិយាយថាចំណុចទី1ត្រូវគោរពមនុស្ស3ប្រភេទកូនដឹងមនុស្ស3ប្រភេទមានអីខ្លះដែលឲ្យយើងគោរពទី1មេដាបិតាទី2គ្រូបាអាចារ្យទី3ចាស់ព្រឹទ្ធាចារ្យចុះហេតុម៉េចបានគេឲ្យយើងគោរពមេដាបិតាលើកូនខ្លាចជាមេដាបិតាគេហេតុដូចម៉េចត្រូវគោរពមេដាបិតាតែកូនចង់ឲ្យកូនរបស់កូនគោរពព្រោះមេដាបិតាគឺជាអ្នកមានគុណដែលចិញ្ចឹមបីបាច់ថែអាស្រ័យហ្នឹងអញ្ចឹងយើងត្រូវគោរពដឹងគុណគាត់ចុះគ្រូបាអាចារ្យគឺជាអ្នកដែលបង្រៀនណែនាំយើងឲ្យដើរផ្លូវល្អត្រូវហ្នឹងហើយអញ្ចឹងសិតតែអ្នកមានគុណចុះចាស់ព្រឹទ្ធាចារ្យចាស់ព្រឹទ្ធាចារ្យសំដៅទាំងសាច់ញាតិទាំងមនុស្សនៅជុំវិញខ្លួនព្រោះជួនកាលសាច់ញាតិយើងក៏គាត់ចាស់ទុំគាត់ដែលមានន័យថាគាត់មានចំណេះមានបទពិសោធន៍ក្នុងជីវិតហើយជួនកាលគាត់អត់ជាប់សាច់ឈាមយើងតែគាត់ឆ្លាញ់រាប់អានយើងគាត់នៅផ្ទះចិត្តយើងចិត្តខាងយើងអញ្ចឹងតែគាត់ចាស់ទុំហើយតែយើងត្រូវគោរពគាត់ដែរអាចថាគាត់ជាអ្នកដែលដល់ដំបូងមានក៏ដូចជាអ្នកដែលជួយយកអាសាយើងត្រូវចាស់ព្រឹទ្ធាចារ្យនៅចិត្តខាងយើងជួនកាលគាត់ផ្ដល់នៅសេចក្តីសុខរបស់ដល់យើងគាត់មិនដែលធ្វើអីឲ្យយើងពិបាកចិត្តមិនដែលលើថារំខានយើងក្នុងនាមជាអ្នកចិត្តខាងល្អនេះក៏ជាគុណរបស់គាត់ដែរចា៎ដូច្នេះកូនយល់ព្រមយល់ស្របគឺថាការគោរពមនុស្ស3ប្រភេទទី1មេដាបេតាផ្ដល់កំណើតដល់យើងអញ្ចឹងមិនបាញ់យើងឲ្យយើងរៀនសូត្រទី2គ្រូបាអាចារ្យក៏មានគុណដែរស្មើគេឲ្យស្មើមេដាបេតាដែរមានន័យបង្រៀនយើងឲ្យមានចំណេះដើម្បីឲ្យយើងកសាងជីវិតក្នុងសង្គមដោយមិនពិបាកអីចឹងណានឹងបន្ទាប់មកចាស់ព្រឹទ្ធាចារ្យនឹងរាប់ទាំងសាច់ញាតិយើងដែលជួយព្រានបដៅយើងជួនកាលអ្នកខ្លះប៉ាម៉ាក់មិននៅឬក៏មានលាចាកលោកហើយអញ្ចឹងបានអ៊ំពូមីងនឹងជួយមើលថែតាយើងណាឬក៏អ្នកចិត្តខាងយើងដែលតែងតែផ្ដល់និយាយថាភាពសុខស្រួលនិយាយថាមិនដែលឲ្យយើងពិបាកអត់ដែលរំខានយើងហ្នឹងក៏គុណរបស់គាត់ដែរហ្នឹងហើយបន្ទាប់មកទៀតគឺថាត្រូវរក្សារបស់3យ៉ាងឲ្យខ្ជាប់ខ្ជួនក្នុងនោះមានភាពស្មោះត្រង់ហេតុត្រូវរក្សាភាពស្មោះត្រង់ក្នុងខ្លួនព្រោះភាពស្មោះត្រង់សំខាន់នៅក្នុងតំណែងមិនថាតំណែងឪពុកម្ដាយប្តីប្រពន្ធមិត្តភ័ក្តិបងប្អូនបើគ្មានភាពស្មោះត្រង់ទេគឺណែកូនត្រូវយល់ភាពស្មោះត្រង់គឺជាដើមទុនមួយដ៏សំខាន់ចា៎ឧទាហរណ៍បច្ចុប្បន្នណែមនុស្សខ្លះមិនមែនទាំងអស់ទេមិនឲ្យតម្លៃលើភាពស្មោះត្រង់ទេមានន័យថាគេឲ្យតម្លៃលើលុយប៉ាធ្លាប់ឆ្លងកាត់ប៉ាធ្លាប់ធ្វើការលោកប្រធានរបស់ប៉ាធម្មតាយើងក៏មិនដែលស្គាល់យើងថ្មីទៅធ្វើការគេសាកល្បងយើងហើយតែប៉ាតាំងចិត្តថាប៉ាយកភាពស្មោះត្រង់ធ្វើជាដើមទុនគឺឥឡូវឧទាហរណ៍ទៅណាគេបោះសាច់បដុំវឹកគេចាំនឹងយើងស៊ីសាច់នឹងតែអត់ប៉ារត់ទៅហ្វមសាច់យកមកវិញម្ដងបោះលើកទី2រត់ត្រេទៅហ្វមសាច់យកមកវិញជូនគាត់វិញបោះលើកទី3រត់ត្រេទៅហ្វមសាច់ខ្ញុំជូនគាត់វិញប៉ុណ្ណេះគេអាចមានតម្លៃយើងបាននេះគឺជាភាពស្មោះត្រង់ហើយប៉ានៅប្រកាន់គោលការណ៍អញ្ចឹងភាពស្មោះត្រង់គឺជាដើមទុនមិនចេះរីងស្ងួតរបស់ប៉ាកូនគិតមើលសាច់តូចហ្នឹង3ដុំតូចទេតែដល់ពេលគេទុកចិត្តយើងលោកប្រធានទុកចិត្តយើងគាត់មានន័យថាប្រើយើងពាក្យតែប្រើយើងមានថាឲ្យយើងធ្វើការងារអីផ្សេងអញ្ចឹងទៅណាចា៎ដល់ផលប្រយោជន៍បានច្រើនជាងសាច់3ដុំតូចឆ្ងាយ
ដូចតនេះបានគេឲ្យយើងថាត្រូវរក្សាឲ្យជាប់ជួនពួកគេធ្វើប្រធានយើងធ្វើមេយើងគេមើលពីលើអានោះតកតងណាអន្តរីទៀតឃើញទេយើងធ្វើអីក៏គេដឹងដែរកុំថាគេអត់ដឹងដែលយើងធ្វើអំពើទុច្ចរិតគេដឹងតែដល់យើងមានភាពស្មោះត្រង់នេះជាតម្លៃរបស់យើងបន្តមកទៀតគឺស្វាមីភក្តិពាក្យនេះសំខាន់ណាស់ស្វាមីភក្តិគឺទី1រវាងប្តីប្រពន្ធស្មោះត្រង់នឹងគ្នាអត់លាក់លុយអត់អីមានកាយទៅចែកគ្នាស្រួលបួលស្រឡាញ់ស្មោះគ្នាទៅវិញទៅមកហើយក្នុងក្រុមគ្រួសារអញ្ចឹងដែរឪពុកម្ដាយស្រឡាញ់កូនកូនគោរពស្រឡាញ់ឪពុកម្ដាយក្នុងអង្គភាពអញ្ចឹងដែរមេស្រឡាញ់កូនស្រឡាញ់បុគ្គលិកគ្រប់ធ្វើឲ្យមេសប្បាយចិត្តមិនឲ្យមានបញ្ហាកន្លែងនេះគឺស្វាមីភក្តិគូគិតថាមានតម្លៃស្វាមីភក្តិមានបន្តមកទៀតអំពើល្អក៏គឺជាណែរបស់3យ៉ាងដែលយើងរក្សាធ្វើអំពើល្អអ្នកដែលយើងធ្វើទៅឲ្យជួនកាលមិនបានសងមកយើងទេប៉ុន្តែមានអ្នកផ្សេងសងមកយើងវាចឹងមានអំពើល្អជួនកាលយើងធ្វើទៅអ្នកនោះសងមកយើងវិញជួនកាលយើងធ្វើទៅអ្នកនោះមិនបានសងតែអ្នកផ្សេងសងមកវិញដូច្នេះអំពើល្អត្រូវតែធ្វើតែអំពើល្អត្រូវធ្វើដោយយកចិត្តទុកដាក់មិនដូចអំពើអាក្រក់ទេអំពើអាក្រក់ធ្វើដោយមិនបាច់តាំងចិត្តងាយតែអំពើល្អត្រូវតែតាំងចិត្តទើបធ្វើអំពើល្អបានបន្ទាប់មកគឺចំណុច3ត្រូវវាចាកនៅរបស់3យ៉ាងទី1ភាពប្រហើនកោងកាយកូនគិតថាត្រូវបើយើងមិនប្រកាន់យកភាពប្រហើនកោងកាយហ្នឹងហើយត្រូវព្រោះកាលណាបើយើងប្រកាន់ភាពប្រហើនកោងកាយគ្មានណារាប់អានយើងទេចង្អេងចង្អាងបើឃើញយើងដើរមកគេកិច្ចបាត់ហើយគេដឹងថាយើងដូចថាមើងងាយគេអញ្ចឹងហ្នឹងបន្តមកទៀតបោកប្រាស់អានេះក៏ត្រូវតែជៀសវាងឲ្យបានដែរយើងបោកប្រាស់គេបានតែម្ដងទេចឹងមានឃ្លាមួយគេថាអ្នកអាចបោកប្រាស់មនុស្សច្រើនអ្នកក្នុងពេលតែមួយមានន័យថាឥឡូវក្នុងបន្ទប់យើងមានគ្នាថា5អ្នកចុះប៉ាបោកប្រាស់5អ្នកឲ្យជឿប៉ាក្នុងពេលតែមួយបានឬក៏ប៉ាអាចបោកប្រាស់មនុស្សម្នាក់5ដងបានយល់ទេអត់មកឥឡូវយើងមានមនុស្ស5នាក់ប៉ាបោកប្រាស់កូន5ដងបានទី1បោកប្រាស់មនុស្សទាំង5នាក់ក្នុងតែមួយលើកមានមកពេលហ្នឹងគឺបោកប្រាស់បាន5នាក់តែម្ដងហ្នឹងមកបន្ទាប់មកទៀតបោកប្រាស់កូនម្នាក់ឯងតែបានដល់5ដងប៉ុន្តែប៉ាមិនអាចបោកប្រាស់មនុស្ស5នាក់បាន5ដងតាមប្រធានហ្នឹងគេនិយាយចេះថាអ្នកអាចបោកប្រាស់មនុស្សម្នាក់រៀងរហូតបានហើយបន្តមកអ្នកអាចបោកប្រាស់មនុស្សគ្រប់រូបម្ដងបានប៉ុន្តែអ្នកមិនអាចបោកប្រាស់មនុស្សគ្រប់រូបរាល់ដងបានទេមានន័យថាគេដឹងហ្នឹងហើយបន្តមកទៀតយើងត្រូវជៀសវាងឯងបំណុលកន្លែងនេះគឺកូនត្រូវឲ្យចែកឲ្យចំបំណុលនេះគឺបំណុលអាក្រក់ឧទាហរណ៍ថាជួនកាលអ្វីមួយដែលមិនមែនជាសេចក្តីត្រូវការរបស់យើងយើងចង់បានយើងសុខទៅបុលហើយដល់ទៅបុលគេការប្រាក់ខ្ពស់អានោះដាច់ខាតតែជួនកាលក្នុងអាជីវកម្មវាមានក្នុងការដូចថាជំពាក់អីបំណុលជំពាក់អីដូចថានឹងដើម្បីជំរុញការរីកចម្រើនអាជីវកម្មអត់បញ្ហាទេហ្នឹងយើងចង់ថាដូចខាងមុនយើងបាននិយាយថាកុំខ្ចីធនាគារមកចាប់ផ្ដើមអាជីវកម្មថ្មីចាហ្នឹងហើយតែយើងអាចខ្ចីធនាគារយកមកពង្រីកអាជីវកម្មយើងអាហ្នឹងបានយើងធ្លាប់និយាយបញ្ហាហ្នឹងម្ដងព្រោះអាជីវកម្មថ្មីមិនដឹងដើរផងទៅខ្ចីលុយធនាគារយកធ្វើជួនកាលយើងអត់មានជំនាញអាហ្នឹងផងហ្នឹងឃើញគេធ្វើបានហ្នឹងហើយយើងទៅធ្វើតាមដួលរលំហ្នឹងអញ្ចឹងយើងអាចជៀសវាងបំណុលអាក្រក់បំណុលអាក្រក់ហ្នឹងគឺបំណុលដែលបំពេញនៅមហិច្ឆតារបស់យើងយ៉ាងងងឹតងងល់ចាហ្នឹងហើយតបមកទៀតគេថាចំណុច4គេថាត្រូវគ្រប់គ្រងរបស់3យ៉ាងឲ្យបានតែកុំយល់ស្របទេគេថាឲ្យយើងគ្រប់គ្រងពាក្យសម្ដីទី1គេថាគ្រប់គ្រងឲ្យបានពាក្យសម្ដីវាជាអាវុធមួយដែលអាចសម្រាប់មនុស្សយើងគ្រប់គ្រងពាក្យសម្ដីឲ្យបានមានន័យថាយើងទៅបោកប្រាស់គេអញក៏បញ្ចូលអាហ្នឹងដែរទៅឆោបោកគេទៅភូតហកគេបើក្នុងអាជីវកម្មលក់ទំនិញខ្លែងខ្លាយលក់ទំនិញមិនពិតអញ្ចឹងមានន័យថាយើងប្រឹកពាក្យសម្ដីយើងប្រាប់គេនេះសតតែតារបស់ original អីតែតាមពិតរបស់ copy
chẳng tôiគ្រប់rong việc sầm này mà nghĩ dây tại việc bật để dây việc sẽ chặt tọt mà tiếp cục rong này cầm hàng tới còn cục rong cầm hàng là mà kêu class nhưng mình cua khăn đời dương khăn tớiขาด khâu ca thôm mỏng chẳng cái ở những ạt một cục rong địa bàn vào tọt mà tiếp cục rong chặt nản nó tới ăn cho mình một nọ là ơi chặtคือดาว iPhone nó bằng Pearl Pro Max สอดทั้งหมดแต่มองสกจัดตึกใจตัวนี้kiaตัวนี้ก็สลับจังยิงcục rong chặtสั่งcung để tính nhé chạm miền lối xanh chạm xóm xanh chẳng nhé ta tới đảo tới tiền mà chẳng đó báo cho nó chỉ pram mình tới proper ông pơ bây giờ nông nông tìm mùi ông pơ cọ cho sọ cái nó mình tới ông pơ cọ của ta na pơ tới bị auto mà dương với ông pơ cọ khăn khô cho bạn từ chọn plan đi từ lui cái chạm mã mình rương nhé và tao móc công gì vậy đàm kì sầm khăn nó câu tới chăm á mình nuôi mình nè đây này gì đàm kia một rạp câu nó xảy lắm vậy đàm câu rạp kia vậy nè và tao móc công cho này kì công cho này kia nó tôi chăng vậy là cho này nó chưa đi kia tiếp thường kỳ mà ấy ở tháng nó cắm iPhone đồng Pro Max trần này nó tại tạo ban đồng với thứ ba thôi mấy cái lưới này kia tính nó có cuộc nào của này đấy trần này cái không rồi biển nè và tao mà tiếp chậm nó chỉ bằng mùi tới xoay rớt rồi bỏ bay ra ngoài bàn thì mùi chậm này chi tới xoay rớt chậm này chi nó mùi chậm này chi không ai lâu ngày nó như nghiện ông PO thì phía sang liền ấy lắng như tao riêng pi computer riêng pi IT ấy chẳng những tới xoay rồi bàn chậm này chi view admin team mình chop bên nó tao rút tới một lâu tao mà tới xoay rớt ấy giảm mặt lọ nó mới cho mình trắng tầm lại cuốn dưới nha ông mà là hiện đại ở trên tới này gì bị asuru chỉ phải trao cho mọt anh thì mỗi bữa thưa ở đây xây dựng cho ăn hong xôi hà mọt đâu đi thao bảo như mừng cô lắm nè này và tao mà tiếp rẽ xa phiếp khai nồi bàn mà nó quá câu đôi nông tụ đáy cái mình là ná mới khơi thế đôi cái nông tận kẹ ní tận kia mình là ná mới khơi cái mưa sầm bỏ kháng nhỉ slip vẽ xa mà cái nó mà anh tha slip vẽ là bỏ brand này xong rung xa mà miên sẵn đập nó cái này việc này thằng mẹ tha vẽ ai sao ta LV thế à thế à không nát cái kia miên Oatly miên ấy xa bát miên snam trở lại việc này thằng và tao mà tiếp dương trai đã xa rồi bỏ bây giờ ở sát bò sọt nè nó bị chọt nè việc này thằng lừa chỉ mũi sòng liệm vẽ nhé miền này sát bát sát bò sọt miền snam là tụ đôi tha mưa từ là hay như này chẳng năng xong rồi tao mất tới riêng cài bò sót lấy thứ sống nắng đó này như này tha bởi tha có đầy phun smart run cái này nhé bởi giờ bộc lực mới cầm phun smart run cầm phun nhé ở mà này dương chưa thà đặt nom cầm phun này sát bò sót lấy nó cứ miền này vô chắc đã khác này chưa miền tổ rẽ miền ấy xong cho bạn ấy chạy slide cho nó dương thử ta chơi hành cua chơi sầm đau phần này giống nè và thôi mà tiếp cùng ngật bò sọt nè ngật bò sọt này ắt trăng ban thì kia đã khó lắm vui chuồn các tinh vào van nâng khơi kia mà tinh men rất mỹ anh ấy mở thở bòn bò lũ giờ thay thế là to thế cái cùng đất mà bò sọt thì anh men cùng đất dưới cùng đất tôi trả lập trái mà ta nâng trái và thôi mà tiếp dương tăng mà đó thì là chỉ còn vậy trái trong trăm một ói plek nơi con nơi ở bọn bây giờ cái mũi con nô bạc cả miền này tha bờ sân kia thôi là ó của câu cái miền con nhưng còn plek gì sao ót ban thì ca na dương là mực con mà nó khâu chẳng là con cái miền này hiện sai cũng có ban như thế này chẳng tha cái chui sang đó dương ảnh không ai mình bị mùi thà long spin rồi hay rút spin chào thế mà nó cái năng cái thưa là trâu tròn trăm tay bà con thôi là thưa con những vô cái công trăm rồi sao ôi tí ho ở mà tham có flop thôi con chụp buồn luôn nè với đào vẻ kiến ngoài nó còn bán thêm chuối không mấy nâng tới ấy bị bán tụ clip công rầm lực rồi sao tay bà kia thưa con những vô dưới tròn trăm tận tinh định lụa còn người tận tinh này lấy chứ tay bây giờ thưa là những vô cái không rầm lực ta rầm lực cốt man tu liền thế nhóm miền ai có chui bình cá
ឃើញទេ ចា ឃើញបានទៅហ្នឹងហើយកុំឲ្យសោះបន្តមកទៀតកុំភ្លេចរបស់3យ៉ាងគឺទី1គុណឧបការៈទី2សេចក្តីស្លាប់ត្រូវចងចាំថាសេចក្តីស្លាប់នឹងមកមនុស្សមិនអមតៈទេអញ្ចឹងត្រូវធ្វើអំពើល្អត្រូវទុកកិត្តិយសគេឈ្មោះឲ្យកូនចៅជំនាន់ក្រោយព្រោះគង់តែស្លាប់ទេបើស្លាប់ហើយគេជប់លៀងទៀតមិនកន់មែនទេ ចា នឹងគេអថាវាងក់បាត់ទៅហ្នឹងហើយបន្តមកទៀតកុំភ្លេចគុណបុណ្យបាបមានន័យថាយើងត្រូវចាំថាធ្វើអំពើល្អបានល្អធ្វើអំពើអាក្រក់បានអាក្រក់ដូច្នេះយើងត្រូវតែធ្វើអំពើល្អបានច្រើនព្រោះយើងជៀសវាងកិច្ចពិបាក ចាបាទ ចាប់ហើយ ចាអរគុណ ហ្នឹង បាទសម្រាប់ការចែករំលែក តែកូនគិតថាតើបដិបត្តិគុណធម៌ទាំង8របស់ព្រះសម្មាសម្ពុទ្ធនឹងអាចជួយយើងឲ្យរស់បានសេចក្តីសុខសប្បាយចម្រើនរុងរឿងដែរឬទេ អាចបាទដោយសារក្នុងគុណធម៌ទាំង8ហ្នឹងគឺគាត់បានណែនាំយើងអ្វីដែលគួរអ្វីដែលមិនគួរអញ្ចឹងបើសិនជាដូច្នេះបើសិនជាយើងយល់ច្បាស់ពីអ្វីគួរអ្វីមិនគួរហើយគឺយើងរស់នៅស្ងប់សុខ មានសុភមង្គល សាន្ត និង ចា សេចក្តីស្ងប់ក្នុងចិត្តមាន នៅ ទទួលបាន ជុំវិញ ការស្រឡាញ់រាប់អាន ចា ពីមនុស្សជុំវិញខ្លួន ចា មានន័យថាយើងទៅណាមកណាគេអបអរស្វាគមន៍ ចា ហ្នឹងហើយធ្វើមនុស្សគឺចង់បានកន្លែងហ្នឹងចង់ថាឃើញទៅគេស្រឡាញ់រាប់អានយើងគ្រប់គ្នា ចា ហ្នឹង ទៅណាឮឈ្មោះ ហ្នឹង គេសួរមិនដូចប៉ានិយាយចឹងមិនស្លាប់ហើយគេ ហ្នឹង ជប់ គេជប់លៀ លៀ ង ង ហ្នឹង អាហ្នឹងមកន័យថា ហ្នឹង យើងជាមនុស្សមួយដែលមិនល្អ ហ្នឹង តែម្ដងចាអញ្ចឹងសូមអរគុណប្រិយមិត្តដែលបានទស្សនាវីដេអូនេះខ្ញុំសង្ឃឹមថាគុណធម៌ទាំង8នេះនឹងជួយឲ្យជីវិតប្រចាំថ្ងៃយើងរស់នៅដោយស្ងប់សុខហើយមានអ្នកស្រឡាញ់ជុំវិញខ្លួនឲ្យកាន់តែច្រើនទៅចាសូមអរគុណ